រៀបសួរពុកម៉ែបងប្អូនដែលស្រឡាញ់បាក់សៃប្រមាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមានបាក់សៃមួយប្រភេទដើម្បីយកមកបង្ហាញឲ្យពុកម៉ែបងប្អូនស្ដាប់ចំពោះបាក់សៃនេះដែលខ្មែរយើងតែងនិយមហៅស្ទៀងតងែនប្រភេទស្ទៀងតងែននេះដែរគឺជាប្រភេទសត្វស្លាបដែលមានទំហំតូចទៅមធ្យមមានប្រវែង38ទៅ43សង់ទីម៉ែត្រសត្វពេញវ័យមានក្បាលពណ៌ប្រផេះត្នោតបំពង់កនិងពោះពណ៌សនិងស្លាបកន្ទុយមានពណ៌ត្នោតក្រហមចំពោះទីជម្រករបស់ពួកវាគេរកឃើញនៅក្នុងប្រទេសកម្ពុជាចិនឥណ្ឌូនេស៊ីឡាវមីយ៉ាន់ម៉ាថៃនិងវៀតណាមនៅតំបន់វាលសាវ៉ាន់ណានិងជាទូទៅវាត្រូវបានគេរកឃើញនៅក្នុងព្រៃស្លឹកឈើជ្រុះព្រៃឈើបើកចំហនិងតំបន់កសិកម្មវារស់នៅកម្ពស់1500ម៉ែត្រពីនីវ៉ូទឹកសមុទ្រហើយចំពោះរបបអាហារឬក៏ចំណីរបស់ពួកវាដូចជាកណ្ដុរសត្វស្លាបតូចៗពស់ជីងចក់កង្កែបក្តាម កណ្ដូបនិងសត្វព្រៃតូចៗដទៃទៀតយើងចូលមកដល់ឥរិយាបថពួកវាត្រូវបានគេរកឃើញតែមួយឬនៅជាគូកម្រនឹងរស់នៅជាវងណាស់ពួកវារស់នៅតែមួយឬក៏ជាគូវាអត់មែនជាប្រភេទសត្វដែលរស់នៅជាវងទេជាធម្មតាពួកវាតែងតែទុំកន្លែងតែមួយជាប្រចាំដើម្បីមើលសត្វព្រៃដូចជានៅលើចុងដើមឈើមែកឈើស្ងួតឬក៏មែកឈើងើបនៅលើខ្សែភ្លើងកន្លែងបើកចំហដែលពួកវាអាចមើលឃើញគ្រប់ទិសដៅនៅពេលដែលពួកវាមើលឃើញប្រភេទពួកសត្វព្រៃអីវាអាចហើរចុះពីលើចុងឈើដែលវាទុំនោះទៅចាប់ភ្លាមឥឡូវនេះយើងឈានចូលមកដល់ចំណុចសំខាន់មួយដែលបងប្អូនចង់ស្គាល់អានេះការបន្តពូជចំពោះការបន្តពូជរបស់ពួកវាធ្វើសម្បុកនិងពងកូនក្នុងរដូវក្តៅនៅចន្លោះខែមីនានិងខែឧសភាពួកវាសាងសង់សម្បុកនៅលើដើមឈើជាធម្មតាធ្វើនៅកម្ពស់ពី6ទៅ9ម៉ែត្រចំពោះស្ថានភាពបច្ចុប្បន្នវិញវាមានចំនួន3ចំណុចដែលចំណុចទី1វាជាសត្វព្រៃដែលត្រូវបានការពារក្រោមច្បាប់ស្តីអំពីការអភិរក្សនិងការការពារសត្វព្រៃ2វាត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វដែលមានការព្រួយបារម្ភតិចតួចបំផុត3វាជាប្រភេទសត្វដែលត្រូវបានចុះបញ្ជីក្នុងឧបសម្ព័ន្ធទី2មានន័យថាវាមិនទាន់ជិតផុតពូជនៅឡើយទេសូមអរគុណចំពោះការចូលរួមទស្សនារបស់បងប្អូនអរគ្នាហើយក៏សូមអភ័យទោសចំពោះពាក្យសម្ដីដែលបកស្រាយលើសលប់ត្រង់ចំណុចណាសូមអភ័យទោសទុកជាមុនសូមអរគុណ